បងប្អូនពេលដែលឃើញគេពោសតាក់ទងមួយអង្គរវត្តតំបន់រមណីយដ្ឋានខ្មែរឃើញហើយចុច share ចុច comment ចុច repost ឲ្យគេទៅជាពិសេសជនជាតិបរទេសឬក៏មានបទចម្រៀងជាមួយនឹងជនជាតិបរទេសព្រោះនៅពេលដែលជនបរទេសគាត់ត្រឡប់ទៅស្រុកគាត់វិញហើយនៅពេលដែលយើងឃើញវីដេអូគាត់យើង share យក post អញ្ចឹងវីដេអូគាត់នឹងកើននៅពេលដែលកើននៅតំបន់គាត់ឬក៏នៅប្រទេសគាត់ឬក៏មិត្តភ័ក្តិគាត់ហ្នឹងគឺឃើញកាន់តែច្រើនហើយឃើញកាន់តែច្រើនមានន័យថាយើង advertise ផ្សព្វផ្សាយពីតំបន់របស់យើងកាន់តែខ្លាំងដូចគ្នាមានន័យថាយើងធ្វើការផ្សព្វផ្សាយដោយមានអស់លុយបើជ្រុលអង្គុយអូសទូរស័ព្ទដែរបើសិនជាឃើញណាផុសអញ្ចឹងទៅហើយមិនមែនធ្វើតែថ្ងៃនេះនៅពេលដែលសារតែយើងមានបញ្ហាក៏នាំគ្នាសប្បាយចិត្តក្នុងការធ្វើរឿងអស់ហ្នឹងប៉ុន្តែសូមឲ្យសប្បាយចិត្តក្នុងការចុចចែករំលែកតាក់ទងជាមួយនឹងតំបន់ទេសចរណ៍អញ្ចឹងណា1ឆ្នាំ10ឆ្នាំទៅមុខទៀតអញ្ចឹងដោយសារខ្មែរយើងវាមានតំបន់រមណីយដ្ឋានច្រើនមែនទែនអញ្ចឹងនៅពេលដែលយើងធ្វើការផ្សព្វផ្សាយវាគឺងាយស្រួលក្នុងការផ្សព្វផ្សាយតែយើងមានរបស់ស្រាប់យើងគ្រាន់តែខ្វះឲ្យគេស្គាល់ទេតែគេស្គាល់គេមកលេងស្រុកយើងហើយតាមពិតមុនសម័យកូវីដក៏មានអ្នកមកលេងច្រើនមែនទែនតែដោយសារបន្ទាប់ពីកូវីដហើយវិបត្តិសេដ្ឋកិច្ចចូលមកវាធ្វើឲ្យភ្ញៀវទេសចរកាន់តែខូចទៅហើយរហូតមកដល់ឥឡូវនេះវាមានបញ្ហាច្រើនហើយគេក៏ប្រខូចឈ្មោះយើងច្រើនដែរអញ្ចឹងមានតែជាតិសាសន៍គ្នាឯងទេដែលយើងអាចជួយផ្សព្វផ្សាយមិនថាអ្នកណាផុសមកពីណាអីមកពីណាឲ្យតែឃើញគេផ្សាយឬក៏ចែករំលែកល្អៗជួយ share ជួយ comment ពួកគាត់ទៅ